ជំរាបសួរបងប្អូនដែលមានតម្រូវការដាក់សុំស្លាកលេខឡាននិងម៉ូតូបងប្អូនណាអាចទាក់ទងមកបានខាងរិនធ្វើសុំស្លាកលេខនៅផ្លូវ2004បងប្អូនអត់សុំស្តង់ដារល្អបងប្អូនណាយើងអត់សុំដល់ម៉ាស៊ីនទំនើបបងប្អូនគៀបហាប់ណែនល្អបងប្អូនណាអត់មានទឹកធូលីដីអីចូលទេបងប្អូនណាពេលយើងដាក់សុំចេះយើងជួយការពារកុំឲ្យវាស្លេកស្លោកកុំឲ្យគេបុកប៉ះទៅវាខូចវាដាច់ស្លាកលេខយើងវាពិបាកធ្វើបងប្អូនផ្សេងយើងយកមកពេលបានស្លាកលេខថ្មីឬមកស្លាកលេខយើងដែលចោះហើយតែនៅថ្មីយើងអាចយកមកដាក់សុំការពារបានបងប្អូនណានៃសកម្មភាពជាងយើងព្រមតែខាត់ប៉ូលីបងប្អូនពេលយើងខាត់ហើយយើងយកមកប៉ូលីបានវាភ្លឺបងប្អូនណាបានវាភ្លឺអានេះគេហៅថាប៉ូលីភ្លឺកញ្ចក់បងប្អូនណាភ្លឺកញ្ចក់អានេះសកម្មភាពជាងគាត់ចាំចូលឡានអានេះស្លាកលេខឡានខាងមុខនេះក៏ជាវិធីដែលចាប់ចូលឡានបងប្អូនចង់យកទៅចាប់ខ្លួនឯងក៏បានឲ្យជាងគាត់ចាប់ដល់ទីតាំងក៏បាននៅភ្នំពេញបងប្អូនណានេះជាងគាត់ចាប់ហើយអានេះចាប់ខាងមុខបងប្អូនណាដែលចង់នៅខេត្តអាចមើលវីដេអូនេះបាននៅខេត្តជាងគាត់ដាក់ធ្វើហើយយកទៅយើងវិធីចាប់ដូចគ្នាបងប្អូនអត់ខុសទេវិធីចាប់ងាយអានេះយើងរួចខាងមុខគាត់បងប្អូនស្អាតអមនៅតងជាតិកម្ពុជាបងប្អូនណាស្អាតបងប្អូននេះឡានកូព្រីឡានផលិតផលរបស់ខ្មែរដែលបងគាត់តែបានស្លាកលេខគាត់យកមកដាក់សុំការពារជំរាបទឹកបងប្អូនអានេះខាងក្រោយបងប្អូនចាប់ហើយស្រស់ស្អាតបងគាត់កំងខាងក្រោយគាត់យកទងជាតិពីរសងខាងបងប្អូនណាស្រស់ស្អាតភ្លឺបងប្អូននេះជួយទី1ជួយឲ្យស្លាកលេខយើងវារឹងមាំទី2ជួយឲ្យស្លាកលេខយើងវាភ្លឺស្អាតបាទអរគុណច្រើនបងប្អូនអរគុណ